បាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនបាទជាកសិករនៅមានទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះថ្ងៃទី24ខែមេសាឆ្នាំ2025បាទសម្រាប់ពុកម៉ែបងប្អូនសុខទុក្ខយ៉ាងណាហើយបានដាំដំឡូងបានខ្លះនៅបងប្អូនបាទនៅរដូវឆ្នាំថ្មីបាទ2025បាទដល់ឡែកខាងខ្ញុំនេះគឺចាប់ដើមដាំបដាបដាដែរបងប្អូនបាទហើយដីដែលកំពុងតែដាំនេះគឺបាទដាំបដាបាទប្រាក់គប់រោងបដាបងប្អូនកំពុងដាំ10នាក់បងប្អូនបាទដីទំហំ 2.7 ហាត់បងប្អូន73ហាត់ 2.70 បងប្អូនបាទវា73ហាត់ដាំ2ថ្ងៃបងប្អូនបាទហើយសម្រាប់ខាងខ្ញុំនេះដកមិនទាន់ហើយដែរបងប្អូនបាទឡើយតែផ្អាកដាំសិនបងប្អូនហើយចំណែកខាងមុខម៉ែបងប្អូនបានដាំខ្លះហើយនៅបងប្អូនបាទហើយខាងដីដែលខ្ញុំកំពុងតែដាំនេះគឺដាំតាំងពីថ្ងៃទី20បងប្អូនបាទថ្ងៃទី20ខែមេសាឆ្នាំ2025មកគិតមកដល់ថ្ងៃ24នេះគឺបាន5ថ្ងៃហើយលក្ខណៈដីគឺដូចជាមិនសើមប៉ុន្មានទេបងប្អូនបាទការដាំនេះដាំទាំងបថុយហើយគិតមកដល់ពេលនេះគឺចំនួន5ថ្ងៃហើយដូចជាមិនទាន់បានត្រូវទឹកភ្លៀងទេបាទបើសិនជាករណីអត់ត្រូវទឹកភ្លៀងសោះបាទក្នុងរយៈពេល10ថ្ងៃហើយអាចទៅខ្លះហើយបងប្អូនអាចងាប់មិនដោះទេបាទគឺដាំវគ្គមុនមកខាងខ្ញុំបាននេះខាងតំបន់ខ្ញុំបានគឺអ្នកដាំវគ្គមុនមកខែដើមខែ4ឬក៏មុនចូលឆ្នាំគឺគេដោះអស់ហើយបងប្អូនបាទដាំគេត្រូវភ្លៀងបាន2មេចំណែកខាងខ្ញុំនេះត្រូវ2មេហ្នឹងក៏អត់ទាន់បានដាំដោយសារតែអត់ទាន់បានជួដីហើយទៅរវល់ដកដំឡូងបាទអញ្ចឹងមកដាំថ្ងៃទី20នេះគឺអត់ទាន់ត្រូវភ្លៀងទេបាទហើយចំណែកពុកម៉ែបងប្អូនបានដាំត្រូវទឹកភ្លៀងឬក៏ដាំបានដីសើមឬក៏ដុះល្អដែរទេបាទបងប្អូនខាងខ្ញុំនេះដែលឡែកដីដែលកំពុងថតនេះគឺអត់ទាន់ត្រូវទឹកភ្លៀងសូម្បីតែ1មេបាទក្រោយពីបានដាំហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានដាំបាទពុកម៉ែបងប្អូនត្រូវការពូជអីអាចចាក់ទោសខ្ញុំបានបងប្អូនខ្ញុំមានពូជ81ហើយមានពូជអាកាឆាបងប្អូន KM 325បងប្អូនមកត្រូវការដាំអីអាចចាក់ទោសបានដើមកំពុងតែកាប់ហើយនឹងមិនតបានកាប់បាទហើយសម្រាប់ខាងពុកម៉ែបងប្អូនបានដកហើយនៅបាទខាងខ្ញុំនេះនៅទេបាទកំពុងតែកាប់ដើមហើយតម្លៃក៏មិនទាន់បានដឹងថាស្រស់ប្រមាណស្ងួតប្រមាណទេបងប្អូនហើយករណីធ្វើនៅរដូវថ្មីនេះបាទរដូវគិតខែវស្សាហើយមិនដឹងថាអាចហាលកើតឬក៏មិនកើតទេបាទមានតែសងប្រេងបងប្អូនបើភ្លៀងក៏ល្អបាទព្រោះត្រូវដំឡូងឲ្យដាំហើយបាទតែបើថាអត់ភ្លៀងក៏យើងធ្វើដំឡូងស្ងួតបាទម្យ៉ាងម្នាក់ប៉ុន្តែសូមឲ្យភ្លៀងដោយសារតែយើងបានដាំបានច្រើនដែរបងប្អូនចូល5-6ហាត់ហើយបាទបើសិនជាអត់ភ្លៀងទេចប់ហើយដាំបាន2ហាត់70បងប្អូនបាទ2ហាត់70តាហើយអត់ទាន់ត្រូវភ្លៀងបើសិនជាករណីមិនមានភ្លៀងគឺពិបាកហើយបាទហើយជាថ្មីម្ដងទៀតបាទ
បើសិនជាពុកម៉ែបងប្អូនត្រូវការដើមអាចចាត់ទៅបានខាងខ្ញុំមានពូជបាទ81ហើយនឹង KM 325បាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនត្រូវការពូជអាចចាក់ទៅបានបាទអរគុណហើយជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ